នាយឧត្តមសេនីយ៍វងពិសេនបានអញ្ជើញត្រួតពិនិត្យការហ្វឹកហាត់ក្បួនព្យុះយាត្រាសាក់លបងយានឆ្ពោះទៅពិធីផ្លូវការអបអរសាទរខួបលើកទី32ទិវាបង្កើតកងរាជអាវុធហត្ថនៅព្រឹកថ្ងៃអង្គារទី1ខែកក្កដាឆ្នាំ2025ឯកឧត្តមនាយឧត្តមសេនីយ៍វងពិសេនអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានអញ្ជើញត្រួតពិនិត្យការហ្វឹកហាត់ក្បួនព្យុះយាត្រាសាក់លបងដើម្បីឈានឆ្ពោះទៅការប្រារព្ធពិធីផ្លូវការអបអរសាទរខួបលើកទី32ទិវាបង្កើតកងរាជអាវុធហត្ថថ្ងៃទី14កក្កដា1993ដល់ថ្ងៃទី14ខែកក្កដាឆ្នាំ2025និងសម្ពោធសមិទ្ធផលនានាដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយកងរាជអាវុធហត្ថគឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទបានបង្កើតឡើងនៅថ្ងៃទី14ខែកក្កដាឆ្នាំ1993តាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះបរមរតនកោដ្ឋដែលមានតួនាទីពង្រឹងការអនុវត្តច្បាប់ការពាររដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាលការពារសន្តិភាពស្ថិរភាពនយោបាយសន្តិភាពសង្គមជួយសង្គ្រោះប្រជាពលរដ្ឋនិងរួមចំណែកអនុវត្តបទបញ្ជាក្នុងការការពារបូរណភាពទឹកដី